Steve Jobs បន្សល់សម្ដីដ៏មានអត្ថន័យប៉ុន្មានម៉ាត់នេះជាការក្រើនរំលឹកមុនពេលលោកលាចាកលោក Steve Paul Jobs ឬ Steve Jobs ជាបុគ្គលបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយរូបនៅលើពិភពលោកដែលបានរួមគ្នាជាមួយលោក Steve Wozniak បង្កើតក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិកឈ្មោះ Apple Inc. នៅក្នុងឆ្នាំ1976 Steve Jobs កើតនៅឆ្នាំ1955ហើយទទួលមរណភាពនៅក្នុងវ័យ56ឆ្នាំខែតុលាឆ្នាំ2011ត្បិតតែលោកទទួលមរណភាពតែកេរ្តិ៍ឈ្មោះដែលធ្លាប់បានផ្លាស់ប្ដូរពិភពបច្ចេកវិទ្យាពិភពលោកនៅតែល្បីរន្ទឺដដែលជាពិសេសគឺសម្ដីដ៏មានអត្ថន័យប៉ុន្មានឃ្លាខាងក្រោមដែលបន្សល់ទុកសម្រាប់កែផ្នត់គំនិតមនុស្សជំនាន់ក្រោយ 1. ខ្ញុំគិតថាបើអ្នកធ្វើអ្វីមួយហើយវាទទួលបានផលល្អអ្នកគួរតែព្យាយាមធ្វើអ្វីមួយផ្សេងទៀតឲ្យកាន់តែអស្ចារ្យកុំនៅត្រាំត្រែងនឹងរបស់នោះយូរពេកអ្នកត្រូវគិតអ្វីថ្មីនៅពេលបន្ទាប់ 2. កាលនៅអាយុ23ឆ្នាំតម្លៃខ្លួនរបស់ខ្ញុំប្រហែល$1 លានជាង$10 លាននៅអាយុ24ឆ្នាំនិងជាង$100 លានពេលខ្ញុំមានអាយុ25ឆ្នាំហើយតែទាំងអស់នេះមិនមែនជារឿងសំខាន់សម្រាប់ខ្ញុំទេព្រោះខ្ញុំមិនដែលធ្វើវាដើម្បីលុយនោះឡើយ 3. បើមិនមានឱកាសដើម្បីធ្វើរឿងច្រើននោះទេហើយអ្នករាល់គ្នាត្រូវត្រៀមយ៉ាងម៉េចឲ្យខ្លួនឯងជាមនុស្សដែលល្អឥតខ្ចោះនេះជាជីវិតហើយវាខ្លីណាស់អ្នកក៏មិនដឹងថាត្រូវស្លាប់ពេលណាដែរបើសិនជាយើងដាក់ចិត្តថាធ្វើអ្វីមួយហើយត្រូវតែធ្វើវាឲ្យបានល្អនោះវានឹងមានតម្លៃ 4. ជួនកាលនៅពេលអ្នកព្យាយាមច្នៃប្រឌិតរបស់ថ្មីអ្នកអាចនឹងធ្វើឲ្យមានកំហុសអ្វីមួយវាពិតជាល្អបំផុតបើអ្នកអាចទទួលស្គាល់កំហុសនោះភ្លាមហើយបន្ទាប់មកព្យាយាមធ្វើការច្នៃប្រឌិតផ្សេងទៀតរបស់អ្នកកាន់តែប្រសើរឡើង 5. Stay hungry stay foolish stay hungry Steve Jobs ចង់មានន័យជាវិជ្ជមានថាបើអ្នកចង់ធ្វើជាមនុស្សជោគជ័យគឺត្រូវតែស្រែកឃ្លានចង់ចេះចង់ដឹងឥតឈប់ឈរហើយត្រូវធ្វើយ៉ាងម៉េចឲ្យវាទទួលបានផ្លែផ្កា 6. ចំនួនពេលវេលាដែលអ្នកចំណាយដើម្បីទិញអីវ៉ាន់និងការញ៉ាំអាហារគឺពិតជាអស្ចារ្យចំនួនថាមពលដែលរាងកាយអ្នកចំណាយទៅលើការរំលាយអាហារទៅតាមវិធីផ្សេងវាលើសពីថាមពលដែលអាហារផ្ដល់ឲ្យទៅទៀតអ្វីក៏ដោយឲ្យតែអ្នកចំណាយពេលនិងកម្លាំងដោយការវិភាគឲ្យអស់ពីសមត្ថភាពអ្នករមែងទទួលបានផលណាមួយមិនខាន 8. អ្នកមិនបាច់ទៅសួរថាតើអតិថិជនចូលចិត្តអ្វីហើយព្យាយាមផ្ដល់របស់នោះឲ្យពួកគេនោះទេនៅពេលដែលអ្នកផលិតរបស់អ្វីមួយចេញមកអតិថិជននឹងចង់បានអ្វីមួយដែលថ្មីមិនខាន